មានថ្មីទៀតបាទសុកសេនីនឹងមានចំណងដៃចំនួន12ប័ណ្ណនឹងបញ្ចេញនឹងពេលឆាប់ៗនេះបាទពិតជាគួរកោតសរសើរសម្រាប់ការចូលទៅដល់ផលិតកម្មរស្មីហងនេះបានរៀបចំបទចម្រៀងទុកឲ្យគាត់ចំណងដៃបាទថ្មីបាទតារាចម្រៀងអ្នកនាងសុកស្រីនាងទៅតែចេញពីផលិតកម្ម Sunday បានចូលមកផលិតកម្មរស្មីហងវាបានថ្លែងឡើងថាពេលនេះខ្លួនមានបទចម្រៀងចំនួន12បទក្នុងដៃហើយត្រៀមបញ្ចេញនៅពេលខាងមុខនេះហើយបទចម្រៀងទាំង12បទសុកស្រីនាងប្រាប់ថាខាងផលិតកម្មរស្មីហងវាបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ខ្លួនតែម្ដងដោយបទទាំងនោះសុទ្ធតែជាបទនិពន្ធមានគ្រប់ចង្វាក់ទាំងអស់ឥឡូវនេះខ្ញុំកំពុងតែមមាញឹកថត MV ខ្ញុំមានបទចំនួន12បទគ្រប់ចង្វាក់ស្ទើរតែទាំងអស់បទធ្វើឲ្យយ៉ាងពិសេសតែម្ដងគ្រាមចេញពលខ្ញុំឆាប់នេះហើយសុកសេនីងលើកឡើងតារាចម្រៀងខាងលើមិនបានប្រាប់ចំណងជើងបទចម្រៀងទាំងឡាយដោយនាងរងចាំឲ្យទស្សនិកជនរងចាំតាមដានវិញបាទតាមការលើកឡើងសម័យខ្លួនសុកសេនីងទើបតែចុះកុងត្រាជាមួយប្រតិកម្មរស្មីហងមាសជាង1ខែមកនេះបន្ទាប់ពីផុតកុងត្រាជាមួយនឹងប្រតិកម្មរស្មី Sunday ក្នុងកុងត្រានោះមានរយៈ5ឆ្នាំពលគឺការដូចនឹងចុះប្រតិកម្មជាមួយ Sunday ដែរបាទចឹងការចុះកុងត្រានេះគឺមិនអាចឲ្យគាត់នឹងទៅច្រៀងនៅប្រតិកម្មណាផ្សេងបានទេបាទសម្រាប់ទនំថ្មីនេះសុកសេនីងបានថ្លែងថាផលិតកម្មរស្មីហងមាសគឺជាផលិតកម្មធំមួយដែលនាងបងចង់ចូលតាំងពីចាប់ផ្ដើមលើវិថីសិល្បៈមកលែជាមួយនេះទាំងក្រុមគ្រួសារក៏មានការសប្បាយចិត្តនិងលើកទឹកចិត្តនាងជាខ្លាំងដែលបានចូលមុខទនំថ្មីនេះបាទសុកសេនីងនឹងប្រាជ្ញាថានឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបង្កើនប្រជាប្រិយភាពខ្លួនឡើងវិញបាទចឹងគាត់បានបញ្ជាក់ហើយគឺគាត់នឹងប្រឹងសម្រាប់ចូលទនំថ្មីនៃផលិតកម្មរស្មីហងមាសបាទចឹងសូមអបអរសាទរចំពោះអ្នកនាងសុកសេនីងបាទចឹងគាត់ពិតជាមានទេពកោសល្យសម្រាប់ផលិតកម្មរស្មីហងមាសបានហៅគាត់មកច្រៀងឡើងវិញហើយបានចុះកុងត្រាជាមួយគាត់នឹងរយៈពេល5ឆ្នាំដូចជានៅទនំចាស់បាទ Sunday បាទនៅប្រតិកម្ម Sunday ដែរបាទចឹងសូមអរគុណសម្រាប់ព័ត៌មានបាទរីករាយទស្សនាផ្លេចព័ត៌មានថ្មីៗជាបន្តទៅទៀត